មកវិផ្សារថ្ងៃនេះបានប៉ុណ្ណឹងឯងបងប្អូនអើយមានសាច់ជ្រូកនឹងតិចទៅមានជាមួយនឹងបន្លែសាឡាត់2ដុំមានជាមួយនឹងសណ្តែកបដោះនឹងបន្តិចចឹងទៅសណ្តែកបដោះនឹង1ខាំបងប្អូន1ខាំ500ហើយមានជាមួយនឹងការ៉ុតនឹង1មើមខ្ទឹមក្រហមនឹង2មើម3មើមអញ្ចឹងទៅមានតសក់នឹង4 5មើមអីចឹងហើយឥឡូវនឹងចាប់ផ្ដើមលាងសាច់ជ្រូកលាងអីឲ្យស្អាតយើងកោសស្បែកកោអីវាឲ្យស្អាតចឹងទៅចាប់ផ្ដើមយកមកដល់ហាន់ជាដុំការពិតខ្ញុំកាត់ជាដុំនេះខ្ញុំដាក់ស្ងោរតែបងប្អូនអត់មានធ្វើម្ហូបអីទេថ្ងៃនេះបងប្អូនបន្លែហ្នឹងឃើញគឺដឹងហើយទឹកត្រីផ្អែមយើងនឹងឯងស្ងោរសាច់ជ្រូកផ្ទាប់ជាមួយបន្លែជ្រលក់ជាមួយនឹងទឹកត្រីផ្អែមឥឡូវនេះកាត់សាច់ជ្រូកកាត់អីជាដុំហើយចាប់ដើមរៀបចំដាក់ក្នុងឆ្នាំងដើម្បីស្ងោរតែម្ដងហើយស្ងោរនេះខ្ញុំមានបងជាមួយលក្រូចដេងក៏លក្រីអីឲ្យវាកាត់ឆ្អាបបងប្អូនណាមួយឲ្យសាច់ជ្រូករបស់យើងនឹងវាមានក្លិនឈ្ងុយដែរតបមកដាក់ជាមួយនឹងរ៉ូឌីបន្តិចទៅប៊ីចេងបន្តិចអំបិលបន្តិចចឹងណាបងប្អូនហើយទឹកនេះគឺខ្ញុំដាក់មកល្មមសាច់របស់យើងហើយសាច់ហ្នឹងខ្ញុំកាត់ជាដុំប៉ុណ្ណឹងដើម្បីឲ្យវាឆ្អិនដល់ក្នុងល្អហើយបន្ទាប់ពីដាក់ស្ងោរសាច់ជ្រូកយើងលើភ្លើងហើយខ្ញុំចាប់ផ្ដើមងាកមកធ្វើបន្លែរបស់យើងឥឡូវចិតសបកការ៉ុតចិតអីចឹងទៅការ៉ុតនេះខ្ញុំសាប់វាដាក់ជាមួយនឹងទឹកត្រីផ្អែមខ្លះហើយសល់ម៉ានយើងហាន់វាជាបន្ទះបន្ទាប់ជាមួយនឹងសាច់ជ្រូករបស់យើងណាបងប្អូនបន្ទាប់ជាមួយសាឡាត់បន្តិចទៅសក់បន្តិចទៅជីអីតិចចឹងទៅហើយដាក់ជាមួយនឹងការ៉ុតមកបន្ទះអីចឹងទៅគឺថាត្រូវគ្នាមែនទែនឆ្ងាញ់ណាបងប្អូនយើងញ៉ាំលេងក៏បានយើងញ៉ាំជាមួយបាយក៏បានដែរហើយឥឡូវនេះខ្ញុំសាប់វាតិចចឹងទៅហើយយើងចាប់ផ្ដើមយកវាមកឈូសជាតសៃស្ដើងទូចចឹងណាបងប្អូនហើយឥឡូវនេះយើងងាកមកមើលជាមួយនឹងសាច់ជ្រូករបស់យើងសិនយើងធ្វើការប្រែវាចុះឡើងដែរបងប្អូនខ្លាចលោវាក្តាំងជាប់នឹងបាតឆ្នាំងទៅវាខ្លោចហើយយើងប្រែត្រឡប់វាចឹងទៅឲ្យវាឆ្អិនសព្វល្អហើយបន្ទាប់ពីយើងដាក់ក្របឆ្នាំងយើងចោលហើយយើងចាប់ដើមមកចិតខ្ទឹមក្រហមនេះដើម្បីដាក់ជាមួយនឹងទឹកត្រីផ្អែមរបស់យើងហើយសម្រាប់ខ្ទឹមក្រហមនេះគឺខ្ញុំដាក់តែ1មើមទេបងប្អូនតែយើងហាន់ទៅគឺបានច្រើនណាហាន់វាស្ដើងបងប្អូនឲ្យវាចូលជាតិល្អបន្ទាប់មកគឺយើងមានជាមួយនឹងម្ទេសយើងហាន់វាស្ដើងយ៉ាងទៅដាក់ក្នុងទឹកត្រីផ្អែមរបស់យើងមុខម្ហូបអីក៏ដោយបងប្អូនជាពិសេសមុខម្ហូបជាមួយសាច់ជ្រូកនឹងតែម្ដងយើងដាក់ម្ទេសហឹលចឹងទៅវាកាត់ឆ្អាបកាត់អីណាបងប្អូនហើយវាមានរសជាតិឆ្ងាញ់ដែរហើយបងប្អូនចង់បានរសជាតិហឹលល្អដាក់ជាមួយនឹងម្ទេសហុយក៏បានដែរបងប្អូនម្ទេសបុករបស់យើងណាប៉ុន្តែខ្ញុំដាក់ជាមួយនឹងម្ទេសក្របបែបនេះហើយហាន់ស្ដើងចឹងទៅទឹកត្រីផ្អែមរបស់យើងវាមានពណ៌ឆ្លុះកាន់តែស្អាតចឹងណាហើយសម្រាប់សណ្តែកដីវិញគឺខ្ញុំបុកយកប៉ុណ្ណឹងគឺមកល្មមបងប្អូនខ្លះគាត់បុកយករៀងក្រើមជាងនឹងតិចហើយឥឡូវនេះចាប់ដើមលាយជាមួយនឹងទឹកត្រីផ្អែមរបស់យើងកាលពីមុនខ្ញុំចូលចិត្តកូរស្ករបងប្អូនកូរស្ករហើយយើងចាក់ទឹកត្រីចាក់អីចឹងណាឥឡូវនេះខ្ញុំធ្វើតាមរបៀបនេះវាងាយស្រួលខ្ញុំចាក់ទឹកត្រីយើងចូលក្នុងនឹង2ចានតមកយើងដាក់ជាមួយនឹងចាក់ជាមួយនឹងទឹកក្តៅអ៊ុនណាបងប្អូនយើងទឹកយើងដាំឲ្យពុះរួចយើងចាក់វាចូលក្នុងទឹកត្រីរបស់យើងតមកដាក់ស្ករដាក់ប៊ីចេងហើយដាក់អំបិលបន្តិចតមកច្របាច់ក្រូចឆ្មាអីចឹងណាបងប្អូនងាយហើយណាមួយវាពណ៌វាស្អាតផងបងប្អូនធ្វើទឹកត្រីរបៀបនេះប៉ុន្តែបងប្អូនធ្វើទឹកត្រីផ្អែមកូរស្ករចាក់ទឹកត្រីចូលឲ្យពុះក៏មួយយ៉ាងដែរបងប្អូនប៉ុន្តែថ្ងៃនេះដោយសារតែខ្ញុំបញ្ញាប់ផងចឹងហើយខ្ញុំធ្វើតាមរបៀបវិធីងាយស្រួលចឹងណាបងប្អូនឥឡូវនេះបន្ទាប់ពីយើងកូរទឹកត្រីរបស់យើងឲ្យវាចូលជាតិហើយគ្រឿងរបស់យើងឲ្យលាយល្អហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងការ៉ុតជាមួយនឹងម្ទេសហើយនឹងខ្ទឹមក្រហមអីយើងចូលហើយយើងដាក់សណ្តែកដីដាក់អីចូលបងប្អូនបន្ទាប់មកយើងធ្វើការកូរវាតិចចឹងទៅដើម្បីឲ្យគ្រឿងរបស់យើងវាចូលជាតិល្អហើយបងប្អូនមើលពណ៌សម្បុរទឹកត្រីផ្អែមរបស់យើងមើលទៅទំនងមែនទែនថ្លាល្អហើយគឺវាឆ្លុះពណ៌មានម្ទេសមានខ្ទឹមក្រហមមានជាមួយនឹងការ៉ុតអីចឹងទៅឃើញឆ្លាស់ពណ៌ស្អាតឥឡូវនេះចាប់ផ្ដើមមកលាងបន្លែអញ្ចឹងបន្ទាប់ពីលាងបន្លែលាងអីហើយខ្ញុំរៀបចំដាក់ថាសមកស្អាតហើយបានខ្ញុំមកស្រង់សាច់របស់យើងយកទៅហាន់ណាបងប្អូនហើយសាច់ខ្ញុំថ្ងៃនេះខ្ញុំស្ងោររឿងផុយបន្តិចបងប្អូនអើយមកងាស់ដោយសារតែខ្លាចវាអត់ឆ្អិនដល់ក្នុងពេលអញ្ចឹងទៅបខំភ្លើងទៅរៀងផុយពេកបងប្អូនអញ្ចឹងបងប្អូនស្ងោរកុំមកងាស់ខ្លាំងពេកដាក់មកល្មមទៅយើងហាន់ទៅវាអត់សូវបែកដល់ពេលផុយខ្លាំងពេកអញ្ចេះខ្ញុំហាន់ទៅវាបែកសាច់ចាស់បងប្អូនវាអត់សូវស្អាតប៉ុន្តែរសជាតិនៅតែឆ្ងាញ់នឹងឯងបងប្អូនព្រោះយើងមានដាក់គ្រឿងដាក់អីក្នុងនឹងអញ្ចឹងទៅសាច់ជ្រូករបស់យើងវាមានគ្រឿង
មានជាតិគ្រឿងមានរសជាតិឡែមនៅក្នុងនឹងស្រាប់ហើយយើងផ្ទាប់ជាមួយជ្រលក់ជាមួយទឹកត្រីយើងតិចទៀតទៅកាន់តែឆ្ងាញ់តែម្ដងហើយឥឡូវនេះគឺហើយបងប្អូនហើយនេះទឹកត្រីរបស់យើងហើយនឹងសាច់របស់យើងហើយបន្លែគឺប៉ុណ្្នឹងឯងបន្លែមានជីក្រហមមានជាមួយសណ្តែកបដោះមានទឹកសក់ការ៉ុតហើយនឹងសាឡាត់នឹងឯងក៏ពិតទៅថាទិញជាមួយនឹងពេញប៉ោះដើរចុះដើរឡើងភ្លេចបងប្អូនអើយឥឡូវនេះយើងចាប់ផ្ដើមញ៉ាំមើលបងប្អូនរសជាតិយ៉ាងណាដែរក៏ពិតមួយមុខនេះគឺវិធីធ្វើងាយស្រួលមែនទែនធ្វើតែមួយផ្លេតបានញ៉ាំប៉ុន្តែដោយសារតែខ្ញុំរវល់កើតអញ្ចឹងឯងរៀងយូរបន្តិច